សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ admin ផ្ដាសាយហើយអញ្ចឹងបើសិនជាមានពាក្យសម្ដីលឺលុះឬក៏មិនច្បាស់លាស់អីសូមអធិស្ឋានតោះយើងមកតាមដានវីដេអូថ្មីមួយទៀតអញ្ចឹងបងប្អូនគ្រាន់តែមានទៀនហើយបងប្អូនធ្វើការដុតបែបនេះទៅហើយមួយវិញទៀតបងប្អូនអាចមានឡាំងបងប្អូនឡាំងសល់វាជាក់យើងហ្នឹងបងប្អូនយកកាត់ឲ្យវាតូចល្មមហើយបងប្អូនអាចលៃលកទៅតាមទំហំដែលបងប្អូនងាយស្រួលក្នុងការដាក់តាមខ្លួនបានហើយនេះក៏ជាវត្ថុធាតុដើមដែលយើងចាំបាច់បំផុតដែរគឺប្រដាប់បានអាជីពយើងហ្នឹងអញ្ចឹងយើងយកកាត់វាខ្លីៗហើយយើងយកដោតទៅចូលប្រឡោះឡាំងហ្នឹងប្រឡោះទៅតូចបន្ទាប់មកយើងដាក់វាចូលទៅក្នុងទៀនដែលយើងបានរំលាយឬក៏យើងបានដុតហើយហ្នឹងយើងមិនបាច់ដាក់វាជោគពេកទេដាក់ឲ្យតែវាសើមទៅហើយយើងធ្វើការស្រង់វាចេញបងប្អូនយកវាដាក់ក្រោមពន្លឺព្រះអាទិត្យបន្តិចនោះវានឹងស្ងួតយើងអាចយកប្រើប្រាស់វាបានជាការស្រេចហើយនេះជាការពិសោធន៍ជាក់ស្ដែងចង់ប្រាប់បងប្អូនថាទោះបីជាវាត្រូវទឹកឬក៏យើងដាក់ចូលទឹកក៏វានៅតែដុតឆេះដែរបងប្អូនអាចមើលការដុតនេះបានបងប្អូនបន្ទាប់ពីទស្សនាបងប្អូនអាចយកទៅអនុវត្តបានវិធីនេះស្ទើរតែមិនចំណាយលុយទាល់តែសោះសុទ្ធតែជារបស់ដែលយើងមានស្រាប់នៅផ្ទះអញ្ចឹងបងប្អូនអាចសាកបានបើសិនជាវីដេអូនេះមានប្រយោជន៍សូមបងប្អូនជួយចែករំលែកទៅកាន់បងប្អូនដទៃទៀតផងដែរសូមអរគុណ